កម្ពុជាបានប្រទះឃើញកូនផ្សោតដែលទៅបកើតថ្មីមួយក្បាលទៀតនៅអន្លង់ផ្សោតកម្ពុជាខេត្តក្រចេះដែលនេះជាកូនផ្សោតទី2ហើយដែលទទួលបាននៅដើមឆ្នាំ2026នេះបញ្យងតាមការផ្សព្វផ្សាយរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅរាត្រីថ្ងៃទី5ខែមីនាឆ្នាំ2026ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបញ្ជាក់ថាកូនផ្សោតទៅបកើតថ្មីមួយក្បាលនេះមានអាយុប្រមាណជា2ថ្ងៃត្រូវបានប្រទះឃើញនៅវេលាម៉ោង9:50នាទីព្រឹកនាថ្ងៃទី5ខែមីនាឆ្នាំ2026ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះនិងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះនៅត្រង់ចំណុចអន្លង់អន្ទង់វៀនស្ថិតក្នុងអន្លង់ផ្សោតកម្ពីភូមិកម្ពីឃុំសំបុកស្រុកចិត្តបុរីខេត្តក្រចេះបើតាមក្រុមអ្នកស្រាវជ្រាវកូនផ្សោតនេះមានសុខភាពល្អនិងសន្ធិដ្ឋក្នុងក្រុមផ្សោតធំដែលមានចំនួន7ក្បាលក្នុងនោះនៅជាមួយផ្សោតពេញវ័យលេខ81នេះជាកូនផ្សោតកើតថ្មីទី2ហើយនៅក្នុងឆ្នាំ2026នេះគណៈកូនផ្សោតទី1ត្រូវបានអង្កេតនិងថតរូបបានកាលពីពាក់កណ្ដាលខែមីនាឆ្នាំ2026កន្លងទៅតាមរយៈកំណើតកូនផ្សោតថ្មីនេះចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់114ក្បាលជាការកត់សម្គាល់វត្តមាននៃកូនផ្សោតថ្មីនៅអន្លង់កម្ពីនេះកើនឡើងតែប្រមាណថ្ងៃប៉ុណ្ណោះមុនពេលគណៈកម្មការអភិរក្សនិងអភិវឌ្ឍតំបន់ទេសចរសត្វផ្សោតទន្លេមេគង្គបើកកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី9ខែមីនាឆ្នាំ2026កិច្ចប្រជុំដែលរៀបចំធ្វើនៅក្រុងក្រចេះនេះនឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធពិនិត្យឡើងវិញនៅលទ្ធផលនៃការងារដែលសម្រេចបាននាពេលកន្លងមកនិងពិគ្រោះយោបល់ព្រមទាំងដាក់ផែនការសម្រាប់ពេលអនាគតក្នុងគោលដៅធ្វើយ៉ាងណាគ្រប់គ្រងការពារនិងអភិរក្សសត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិរបស់កម្ពុជានិងជាដង្ហើមនៃទន្លេមេគង្គប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់កម្មវិធីចំណេញទ្វេដងអាជីវករទិញប្រអប់ Sky One TV ស៊េរីថ្មីចំណេញប្រាក់ច្រើនជាងដំឡើងប្រអប់ Sky One TV ស៊េរីថ្មីក៏ចំណេញប្រាក់ច្រើនផងដែរអ្នកទស្សនាទទួលបានប៉ុស្តិ៍ច្រើនព្រមទាំងប៉ុស្តិ៍កីឡាបាល់ទាត់ពិភពលោកគ្រប់ស្ថាប័ន Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា Sky One TV សូមភ្ជាប់គម្រោងថ្មីច្រើនជាង140ប៉ុស្តិ៍តម្លៃពិសេសមួយឈុត$65ដោយមិនគិតថ្លៃសេវាប្រចាំខែ Sky One TV លើសពីទូរទស្សន៍នៅកម្ពុជា